សឹងអ៊ីគឺជាមន្ត្រីទីប្រឹក្សាឆ្នើមរបស់ឆាវឆាវគាត់អាចនិយាយថាមន្ត្រីលេខ1របស់ឆាវឆាវហើយក៏ជាមនុស្សដែលមានសមត្ថភាពបំផុតម្នាក់នៅក្នុងសម័យកាលសាមកុកនឹងដែរហើយគុណសម្បត្តិរបស់គាត់វិញគឺអាចនិយាយថាក៏លេខ1ដែរតែរាប់អត់អស់ហើយក្នុងការងាររបស់គាត់ដែលធ្វើការជាមួយឆាវឆាវគឺគាត់តែងតែធ្វើបានល្អហើយនឹងស្មោះត្រង់ជាមួយឆាវឆាវតែយ៉ាងណាក៏ដោយទីបំផុតគឺស៊ីងអ៊ីនិងឆាវឆាវនៅតែបែកគ្នាហើយស៊ីងអ៊ីគាត់ចេញប្រឆាំងជាមួយនឹងឆាវឆាវដោយត្រង់តែម្ដងរហូតដល់ចុងក្រោយគឺឆាវឆាវសម្រាប់ចិត្តសម្រាប់គាត់មានការបកស្រាយខុសៗគ្នាត្រង់ស៊ីងអ៊ីហ្នឹងប្រឆាំងមួយឆាវឆាវមតិខ្លះលើកឡើងថាដោយសារតែស៊ីងអ៊ីហ្នឹងលែងត្រូវជាមួយឆាវឆាវព្រោះឆាវឆាវហ្នឹងក្បត់រាជវង្សហានចង់ទៅដើមរាជបល្ល័ង្កចឹងទៅហើយមតិខ្លះក៏លើកស្តៀងហ្នឹងឬក៏ផ្ទុយពីហ្នឹងទិញទួចចឹងទៅអញ្ចឹងពេលនេះខ្ញុំចង់លើកយកពីការយល់ឃើញរបស់ខ្ញុំមួយតាក់ទងជាមួយនឹងស៊ីងអ៊ីហើយគាត់ស្មោះមកជីវិតមួយឆាវឆាវហើយមន្ត្រីជាមន្ត្រីមានគុណសម្បត្តិលេខ1របស់ឆាវឆាវដែរតែហេតុអីបានចុងក្រោយគាត់សម្រាប់ចិត្តប្រឆាំងជាមួយនឹងឆាវឆាវនៅសម័យនោះស៊ីងអ៊ីអាចរាប់ថាជាកំពូលមនុស្សដែលមានសមត្ថភាពមករកនៅក្នុងសម័យសាមកុកហើយគាត់ក៏ជាទីប្រឹក្សាលេខ1របស់ឆាវឆាវដែរស៊ីងអ៊ីគឺជាមនុស្សមានឧត្តមគតិខ្ពស់គាត់បម្រើរាជការធ្វើការឲ្យឆាវឆាវគាត់មិនមែនដើម្បីមុខមាត់បនស័កទ្រព្យសម្បត្តិអីទេតែគាត់ជាមនុស្សមានឧត្តមគតិមួយសម្រាប់នគរសម្រាប់ប្រទេសជាតិខ្ញុំយល់ថាស៊ីងអ៊ីដែលព្រមតម្រើឆាវឆាវអស់ពីចិត្តពីថ្លើមគាត់កន្លងមកគឺគាត់យល់ឃើញថាឆាវឆាវអាចបង្រួបបង្រួមទឹកដីបានបញ្ចប់សង្គ្រាមហើយចំពោះឧត្តមគតិរបស់អ្នកប្រាជ្ញនៅជំនាន់ហ្នឹងភាគច្រើនគឺពួកគាត់យល់ថាគាត់មានឧត្តមគតិមួយគឺបញ្ចប់សង្គ្រាមដើម្បីរកសុខសាន្តឲ្យប្រជាជនជាជាងស្មោះត្រង់នឹងរាជវង្សណាមួយហើយមិនត្រឹមតែស៊ីងអ៊ីសូម្បីតែជូកលៀងលូស៊ូនិងអ្នកផ្សេងទៀតមួយចំនួនក៏គាត់យល់អញ្ចឹងដែរគឺរាជវង្សហានมันសំខាន់ដូចជាសុខទុក្ខប្រជាជនដែរដោយពាក្យមួយដែលជូកលៀងគាត់ធ្លាប់លើកឡើងគឺគាត់អត់ចេញទៅរកការងារធ្វើដោយសារតែរកម្ចាស់ល្អអត់បានមិនមែនដោយសារតែអត់មានអ្នកណាគាំទ្ររាជវង្សហានដែរចំពោះស៊ីងអ៊ីក៏ដូចគ្នាដែរខ្ញុំគិតថាអ្នកប្រាជ្ញជំនាន់ហ្នឹងគឺមានឧត្តមគតិគឺបញ្ចប់សង្គ្រាមបង្រួបបង្រួមទឹកដីអញ្ចឹងហើយគាត់រើសយកម្ចាស់មួយដែលគិតថាអាចបង្រួបបង្រួមទឹកដីបញ្ចប់សង្គ្រាមផ្ដល់សុខសាន្តដល់ប្រជារាស្ត្របានស៊ីងអ៊ីប្រឆាំងនឹងឆាវឆាវដែលតែងតាខ្លួនឯងជាសម្ដេចហើយពាក់អង្កាំស្ដេចពាក់អីហ្នឹងលើកខ្លួនឯងដោយស្ដេចណាខ្ញុំគិតថាមិនមែនដោយសារតែឆាវឆាវបំពេញអំណាចស្ដេចទេតែដោយសារតែខ្លួនឯងទៅចាញ់សង្គ្រាមតបចុះខ្សោយប្រទេសចុះខ្សោយចំណែកឯខាងសត្រូវនឹងកំពុងតែឡើងខ្លាំងតែម្ចាស់បែរជាចង់ធ្វើស្ដេចទៅវិញវាផ្ទុយដល់ឧត្តមគតិរបស់គាត់ដែលចង់បញ្ចប់សង្គ្រាមបង្រួបបង្រួមទឹកដីរកសុខសាន្តឲ្យប្រជារាស្ត្រតាមក៏ពិតទៅឆាវឆាវគាត់លែងចង់គិតអីទៅមុខទៀតព្រោះចាញ់សង្គ្រាមធំហើយគាត់លែងគិតទៅមុខទៀតមិនមែនដោយសារតែបរាជ័យសង្គ្រាមម្ដងហ្នឹងគាត់អត់មានស្មារតីងើបទៀតទេតែដោយសារតែសុខភាពគាត់ហ្នឹងគឺទៅមុខលែងរួចតែម្ដងតែគាត់ឈឺគាត់អីហ្នឹងគាត់ធ្វើអីលែងកើតហើយក្រោយពីចាញ់សង្គ្រាមហ្នឹងគឺគាត់ការពារតែខ្លួនរហូតដល់ថ្ងៃគាត់ស្លាប់ស៊ីងអ៊ីក៏គាត់យល់ដែរថាឆាវឆាវគាត់សុខភាពទៅមុខលែងរួចតែមនុស្សដែលមានឧត្តមគតិសឹងមួយជីវិតហើយដើម្បីបង្រួបបង្រួមទឹកដីហើយចុងក្រោយម្ចាស់បែរជាអស់សង្ឃឹមហើយលើមកគាត់ពាក់លើក្បាលខ្លួនឯងអញ្ចឹងគាត់ចេះតែចេញប្រឆាំងទាំងអស់សង្ឃឹមទៅគាត់ដឹងថាប្រឆាំងវាមិនកើតតែគាត់ចេះតែប្រឆាំងទៅផ្ទុយមកវិញពេលនោះបើសិនជាឆាវឆាវឈ្នះសង្គ្រាមវាយបានទឹកដីខ្ញុំគិតថាស៊ីងអ៊ីប្រកាសជានឹងមិនប្រឆាំងមួយឆាវឆាវក្នុងការឡើងធ្វើស្ដេចទេហើយមានតែគាំទ្រនឹងជួយជ្រោមជ្រែងរាជការរបស់ឆាវឆាវចំពោះមតិខ្លះដែលលើកថាមកពីស៊ីងអ៊ីមើលចិត្តឆាវឆាវមិនផ្លុះមើលមិនយល់ពីឆាវឆាវខ្ញុំមិនគិតចឹងទេជំនាន់ហ្នឹងកូនចៅឆាវឆាវអ្នកដែលស្គាល់ចិត្តថ្លើមឆាវឆាវជាងគេគឺស៊ីងអ៊ីហ្នឹងហើយ
អ្នកដែលស្និទ្ធស្នាលជាងគេក៏ស៊ីងអ៊ីនឹងដែរតែគាត់ប្រឆាំងឆាវឆាវដោយសារតែឆាវឆាវគាត់ចាញ់សង្គ្រាមទៅអស់សង្ឃឹមតលច្រកជីវិតទេលើកមកគាត់ស្ដាច់ពាក់បញ្ចប់ដើមកតិធំហ្នឹងទៅគាត់ចិត្តតែប្រឆាំងទៅឈុតឆាកចុងក្រោយពេលដែលស៊ីងអ៊ីសម្រាប់ខ្លួនហ្នឹងឆាវឆាវឲ្យផ្លែឈើឲ្យនំមកប្រអប់ឈើដែលអត់មាននំហ្នឹងទៅស៊ីងអ៊ីខ្ញុំមិនដឹងថាក្នុងប្រវត្តិសាស្ត្រវាចឹងមានអត់ទេប៉ុន្តែយើងបកស្រាយតាមអត្ថន័យរឿងគឺឆាវឆាវចង់ប្រាប់ស៊ីងអ៊ីថាពួកយើងអស់អីធ្វើទៀតហើយវាអស់នៃអស់អីផឹងប្រៃទៀតហើយស៊ីងអ៊ីហ្នឹងក៏អស់មានអីត្រូវប្រើប្រាស់ដែរឆាវឆាវក៏ចង់ប្រាប់ស៊ីងអ៊ីថាឲ្យសម្រាប់ទៅវាលែងមានន័យតទៀតទេទាំងស៊ីងអ៊ីទាំងឆាវឆាវហ្នឹងវាដល់ពេលចុងក្រោយតែគ្រាន់តែស៊ីងអ៊ីនៅកន្លែងហ្នឹងគាត់សម្រាប់ខ្លួនប្រហែលជាគាត់គិតថាគាត់រត់ដោយសារតែដើមកតិគាត់ទៅមុខហើយបើអត់បានធ្វើការដើមកតិគាត់អញ្ចឹងគាត់ស្លាប់ទៅល្អជាងអញ្ចឹងគាត់សម្រាប់ខ្លួនដែរ